បាទជំរាបសួរបងប្អូនប្រិយមិត្តអស់គ្នាវិលមកជួបគ្នាសារជាថ្មីទៀតហើយបាទបងប្អូនហើយនេះគឺខ្ញុំនាំបងប្អូនមកស្គាល់ប្រាសាទមួយទៀតហើយគឺប្រាសាទដែលមានឈ្មោះថាប្រាសាទសំរ៉ែបាទបងប្អូនធ្លាប់ឮទេបាទប្រាសាទបន្ទាយសំរ៉ែបាទតោះទៅតាមដានទស្សនាទាំងអស់គ្នាបាទប្រាសាទមួយនេះគឺមានទីតាំងស្ថិតនៅក្នុងភូមិបដាឃុំបដាស្រុកបន្ទាយស្រីខេត្តសៀមរាបបាទបងប្អូនតោះចូលមើលទស្សនាប្រាសាទនេះទាំងអស់គ្នាបាទនេះគឺមានបងប្អូនជាពលរដ្ឋភ្ញៀវទេសចរមកទស្សនាច្រើនបាទតោះទៅមើលទាំងអស់គ្នាបាទបើកម៉ោង6ព្រឹកហើយបិទម៉ោង6កន្លះល្ងាចបាទបាទនៅអមសងខាងផ្លូវចូលទៅកាន់ប្រាសាទបន្ទាយសំរ៉ែគឺសម្បូរទៅដោយដើមឈើបាទបងប្អូនសុទ្ធតែជាដើមឈើព្រៃបាទសត្វឮសំឡេងរៃយំយ៉ាងរណ្ដំបាទហើយនៅទីនេះគឺមានលក់ប្រភេទចម្លាក់ស្បែកបាទចម្លាក់ស្បែកហើយមានលក់សម្លៀកបំពាក់បាទលក់មួកលក់គ្រឿងនិយាយទៅកម្មាយហ្នឹងបងបាទចិត្តមកដល់ហើយបងប្អូនបាទចិត្តដល់ប្រាសាទហើយបាទនេះគឺប្រាសាទបន្ទាយសំរ៉ែបងប្អូនបាទខ្ញុំលើកទី1ហើយដែលបានមកមើលប្រាសាទបន្ទាយសំរ៉ែបាទនេះប្រាសាទបន្ទាយសំរ៉ែបាទបងប្អូនបាទនេះសាងសង់ពីថ្មបាយក្រៀមអានេះច្រកខាងមុខបងប្អូនបាទថ្មបាយក្រៀមជាមួយនឹងថ្មភក់បាទមើលផ្លែស្តៀងសันក៏វត្តបងប្អូនបាទតោះដើរមើលមួយជុំសិនមុននឹងចូលមុននឹងឡើងអូបាទធំតើបងធំតើបងប្អូនប្រាសាទនេះបាទតូចទេបងប្អូនđâyនេះសាងសង់ពីថ្មបាយក្រៀមបាទអញ្ចឹងបាទនេះច្រកខាងមុខបាទនិយាយទៅថានៅក្នុងខេត្តសៀមរាបនេះគឺមានប្រាសាទបុរាណជាច្រើនបាទមិនតែប៉ុណ្្នឹងទេបងប្អូនគឺនៅមានច្រើនទៀតដែលដូនតាបុព្វបុរសយើងបានសាងសង់ទុកបាទហើយបើនិយាយអំពីរចនាបថក៏ដូចជាបាទស្ថាបត្យកម្មការសាងសង់នេះគឺមានភាពល្អឥតខ្ចោះមែនតើបាទយើងមើលឲ្យគឺភ្លឹងបាទដូចបន្ទាត់អញ្ចឹងបាទมันងាយមានប្រទេសណាអាចសាងសង់ប្រាសាទអញ្ចឹងបានទេបាទនេះបាទតោះអង្គមើលជុំទៀតបាទគឺថាអស់រយៈពេលជាច្រើនពាន់ឆ្នាំបាទនិយាយទៅពាន់ឆ្នាំកន្លងផុតទៅគឺថាបុព្វបុរសបានបាត់បង់ទៅហើយក៏ប៉ុន្តែប្រាសាទគឺនៅតែបាទរឹងមាំដដែលបាទនេះគឺឆោយ៉ាងស្រស់ស្អាតប្រាសាទបន្ទាយសំរ៉ែបាទបងប្អូនចម្លាក់រស់រវើក
ច្រកចូលមួយដែរបាទនោះគឺកំពូលប្រាសាទខ្ញុំមិនទាន់បានចូលទៅដល់ទេបងប្អូនឥឡូវយើងដើរមើលមកជុំសិនបាទដើរមើលមកជុំសិនចាំចូលទៅមើលខាងក្នុងបាទខ្ញុំក៏លើកទី1ដែរបងប្អូនទៅមកមើលបានឃើញប្រាសាទនេះបាទនេះបាទប្រាសាទនេះគឺអញ្ចឹងខាងក្រៅគឺសាងសង់ពីថ្មបាយក្រៀមណាបងប្អូនបាទហើយគឺថាក្បាច់ក្បូរអីគឺស្អាតមែនតើបងប្អូនមើលទៅភ្លឹងមកអត់មានស្ទាក់ភ្នែកទេបាទអត់ចុះនេះបាទអូនេះស្អាតណាស់បងប្អូនបងប្អូនចង់មកទស្សនាអាចទស្សនាបានណាបងប្អូននៅក្នុងភូមិបដាឃុំបដាស្រុកបន្ទាយស្រីខេត្តសៀមរាបបាទនេះប្រាសាទបន្ទាយសំរែដើរមើលមកជុំសិនបងប្អូននិយាយទៅប្រាសាទនេះគឺនៅស្អាតដល់ហើយបងប្អូនមិនសូវមានការបាក់បែកប្រមាណដូចប្រាសាទផ្សេងទេបាទគឺនៅស្រស់ស្អាតមើលទៅរៀងមានសភាពចាស់បន្តិចប៉ុន្តែភាពរឹងមាំគឺវានៅតែរឹងមាំបងប្អូនបាទនេះបាទខ្ញុំដើរមកជុំសិនបងប្អូនប្រាសាទនេះធំបងប្អូនមិនតូចទេគ្រាន់ដើរខាងក្រៅមិនចង់អស់ផងបាទនាំចូលទៅក្នុងទៀតដឹងថាមានចម្លាក់មានរចនាបថរូបរាងក្បាច់ក្បូរស្រស់ស្អាតយ៉ាងណាទេបាទបងប្អូនចាំទៅមើលទាំងអស់គ្នាបាទមើលមកជុំខាងក្រៅសិននេះអូនេះរឿងចាំងថ្ងៃតិចបងប្អូនណាបាទរឿងចាំងថ្ងៃបន្តិចសន្តិសម្រែនេះគឺទេសភាពបាទជុំវិញសន្តិសម្រែគឺហុំព័ទ្ធទៅដោយព្រៃបាទដើមឈើធំសំលេងសត្វយំកលួចបាទអូនេះជញ្ជាំងឥឡូវនេះគឺបាក់បន្តិចបងប្អូនបាទដោយសារចាំងថ្ងៃបងប្អូនខ្ញុំថតច្រាស់ថ្ងៃបាទនេះបាទបាទអូបាទនេះឥឡូវចូលតាមច្រកនេះហ្មងបងប្អូនដែលបានទស្សនាវីដេអូនេះហើយកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបងប្អូនបាទដើម្បីបានទស្សនាវីដេអូថ្មីផ្សេងទៀតបាទចូលទៅក្នុងអស់គ្នាបងប្អូនបាទនេះចាប់ដើមចូលแล้วបងប្អូននេះគឺចម្លាក់បាទចម្លាក់នៅប្រាសាទបន្ទាយសំរែបងប្អូនបាទនេះបងប្អូនហើយគាត់ជាក្រុមការងារមើលប្រាសាទណាគឺថានៅស្អាតបងប្អូនហើយភ្លឹងហ្មងបាក់បែកខ្លះអូអូនេះបងប្អូន
mìnhច្រកទី1ឥឡូវបាទខ្ញុំឆ្លងផុតច្រកទី1ហើយបាទនេះបាទនេះផ្នែកខាងក្នុងនៃប្រាសាទណាបងប្អូនណាបាទច្រកបុតគឺស្អាតដែរបងប្អូនơiនៅស្អាតខ្លាំងណាស់បាទប្រាសាទបន្ទាយសំរែគឺស្តៀងទៅនឹងប្រាសាទអង្គរវត្តដែរបាទនេះបាទឥឡូវចុះឲ្យឡើងវិញទៀតនេះសិតទៅជាក្បាច់ក្បូរចម្លាក់អូបាទស្រស់ស្អាតណាស់បងប្អូននេះកន្លែងបូជានៅក្នុងសាសនាហិណ្ឌូបាទនេះគឺផ្នែកខាងក្នុងនៃប្រាសាទណាបងប្អូនបាទគឺថ្មតម្រៀបយ៉ាងរឹងមាំបាទរឹងមាំល្អឥតខ្ចោះបាទបាទនេះគឺផ្នែកខាងក្នុងនៃប្រាសាទបន្ទាយស្រីបងប្អូនបន្ទាយសំរែច្រឡំបាទគឺស្រស់ស្អាតមែនតែនហើយកំពូលប្រាសាទនេះគឺរចនាបថស្តៀងទៅនឹងប្រាសាទអង្គរវត្តដែរបងប្អូនខ្ញុំមើលទៅគឺមានអារម្មណ៍ថាស្តៀងប្រាសាទអង្គរវត្តបាទគឺផ្នែកខាងក្នុងបាទសាងសង់ពីថ្មបាយក្រៀមនិងថ្មភក់បាទហើយសម្បូរនៅរចនាបថចម្លាក់បាទនេះមានចម្លាក់នាគបាទនាគបងប្អូនបាទមានក្បូរក្បាច់សឹងក៏ប្រឡែងដែរបងប្អូននេះមើលមិនអស់ទេបងប្អូននេះទោះបងប្អូនមកទស្សនាផ្ទាល់ដោយខ្លួនឯងបាទនេះគឺស្រស់ស្អាតមែនតើបាទប្រាសាទមួយនេះដឹងឲ្យបងប្អូនមើលជ្រុងណាមើលពីជ្រុងណាក៏ស្អាតដែរបាទស្អីក្បាច់ក្បូរបាទចម្លាក់បុរាណខ្មែរយើង
បាទស្រស់ស្អាតខ្លាំងណាស់បងប្អូនបើចង់ច្បាស់គឺតើបងប្អូនមកទស្សនាខ្លួនឯងបងប្អូនវាមើលទូរស័ព្ទវាมันបានមើលទៅទលំទលាយដូចយើងមើលផ្ទាល់ទេបាទនេះហើយប្រាសាទបន្ទាយសំរែហ្នឹងបងប្អូនបាទរចនាបថគឺស្តៀងនឹងប្រាសាទអង្គរវត្តដែរបាទពេលយើងចូលមកផ្នែកខាងក្នុងបាទបាទមើលការរៀបថ្មធ្វើប្រាសាទបាទគឺថាស្មើស្រាប់ហ្មងបងប្អូនល្អណាស់គឺថាសឹងអត់មានឃើញប្រហោងបាទគឺថាថ្មម្ដុំនៅតម្រៀបគ្នាគឺថាវាខំគ្នាជាប់ល្អបាទគឺខំនេះសឹកមែនតើបាទហើយនេះគឺរចនាបថដំបូលបាទប្រាសាទបន្ទាយស្រែកបន្ទាយសំរែសន្តិសម្រែសាងសង់នៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2នាពាក់កណ្ដាលសតវត្សទី12គ្រិស្តសករាជឆ្នាំ1113ដល់1150ដោយឧទ្ទិសដល់ព្រះនរាយណ៍នៃជំនឿព្រហ្មញ្ញសាសនាចំណែកសិល្បៈតុបតែងលម្អនិងស្នាដៃស្ថាបត្យកម្មបង្ហាញអំពីសោភ័ណភាពគំនិតច្នៃប្រឌិតនិងចាត់ទុកស្តៀងគ្នាទៅនឹងរចនាបថប្រាសាទអង្គរវត្តជាពិសេសគេស្គាល់ចម្លាក់ថ្មបង្កាន់ដៃនាគដែលបានសាងសង់សងខាងផ្លូវពីកើតនិងជ្រុងនៃស្ពានហាលបាទប្រាសាទគឺមានរចនាបថស្តៀងនឹងប្រាសាទអង្គរវត្តហើយកសាងឡើងនៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2បាទដោយក្នុងប្រាសាទអង្គរវត្តដែរបាទនេះគឺផ្នែកខាងក្នុងបាទចំណុចកណ្ដាលនៃប្រាសាទហ្នឹងពូនេះគេហៅគេគេហៅគេពូភ្នៅបុរាណភ្នៅបុរាណអូភ្នៅបុរាណបាទភ្នៅបុរាណ